ហើយសួរថាតើកំហុសនៅក្នុងឯកសារលិខិតកត់ថាហ្នឹងជាកំហុសរបស់ប្រជាជនអ្នកទៅសរសេរខុសមិនមែនណាអញ្ចឹងរឿងអីឲ្យគាត់ខុសរឿងហ្នឹងហើយត្រូវទៅរងចាំរាប់ខែរាប់ឆ្នាំទៀតអត់ទេគឺថាសុំធ្វើឲ្យលឿនប៉ុន្តែសូមបញ្ជាក់ជូនបងប្អូនអ្នកសារព័ត៌មានថាសំណុំរឿង6,000រឿងប៉ុន្តែក្នុងពេលដែលខ្ញុំចុះទៅតាមបណ្ដាខេត្តក្នុងក្របខ័ណ្ឌផ្ទេរប្រធានតុលាការឬប្រញ្ញាខ្ញុំបានលើករឿងនេះឥឡូវតាមព័ត៌មានហ្នឹងដូចមិនសល់6,000ទេគាត់ធ្វើមុនបាត់ទៅហើយបាទគាត់ធ្វើមុនបាត់ទៅហើយបាទអញ្ចឹងខ្ញុំក៏ថ្លែងអំណរគុណចំពោះមន្ត្រីតុលាការទាំងអស់ដែលគាត់ចាប់ផ្ដើមគាត់ដឹងរឿងគាត់យកការទទួលត្រូវមួយឥឡូវរុញតាមរយៈយុទ្ធនាការមួយនេះខ្ញុំចង់បញ្ជាក់ជូនថាបងប្អូនមានច្រកផ្លូវការមួយតាមរយៈយន្តការនេះបើទទួលរងភាពអយុត្តិធម៌ការរំលោភបំពានដោយខុសច្បាប់សូមប្តឹងមកយន្តការមួយនេះហើយយើងនឹងយកចិត្តទុកដាក់ក្នុងការដោះស្រាយក្នុងក្របខ័ណ្ឌនៃយុទ្ធនាការទី2នេះបើរឿងក្តីមានការយឺតយ៉ាវខ្លាំងក៏បងប្អូនអាចដាក់ពាក្យបណ្ដឹងមកច្រកផ្លូវការនេះដែរឥឡូវការប្រកាសបើកយុទ្ធនាការនេះមានន័យស្មើថាការប្រកាសបើកច្រកមួយដើម្បីយកកិច្ចការទាំងអស់នេះមកត្រួតពិនិត្យហើយនឹងដោះស្រាយប្រកបដោយការទទួលខុសត្រូវស្របតាមអ្វីដែលជាការណែនាំដ៏គង់ខ្ពស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជា